ជំរាបសួរប្រិមិត្តវិលមកជួបគ្នាសាជាថ្មីនៅក្នុងវីដេអូរបស់ខ្ញុំនៅក្នុងថ្ងៃនេះគឺខ្ញុំមានសាច់រឿងព្រឺព្រួចមួយមកចែកជូនប្រិមិត្តទាំងអស់គ្នាដែលសាច់រឿងមួយនេះទៀតសោតគឺខ្ញុំទទួលបានពីលោកពូម្នាក់ដែលគាត់មានឈ្មោះថាលោកពូធីសាច់រឿងមួយនឹងដែរគឺបានកើតឡើងចំពោះខ្លួនលោកពូធីផ្ទាល់តែម្ដងគាត់បានបញ្ជាក់ថាវាកើតឡើងនៅគណៈពេលដែលគាត់បានទៅដងទឹកនៅអូរក្រោយផ្ទះរបស់គាត់ដើម្បីយកមកប្រើប្រាស់ហើយគាត់ទៅនឹងគឺទៅនៅពេលយប់ម៉ោងប្រហែលជា7អីហ្នឹងចង់ដឹងថាសាច់រឿងរបស់លោកពូធីមានឈុតឆាកព្រឺព្រួយបែបណាខ្លះចូលទៅក្នុងសាច់រឿងទាំងអស់គ្នាល្ងាចមួយហ្នឹងគឺនៅផ្ទះរបស់លោកពូធីគឺបានអស់ទឹកប្រើប្រាស់ហើយគាត់ក៏បានកាន់ប៉ោតមួយទៅដងទឹកអូរដែលនៅពីខាងក្រោយផ្ទះរបស់គាត់ហ្នឹងដើម្បីមកប្រើប្រាស់សម្រាប់លាងចានក៏ដូចជាដាំស្លអីជាដើមខណៈពេលដែលគាត់ចេញទៅហ្នឹងម៉ោងប្រហែលជា6ជាងអាចថា6ទៅ7អីអញ្ចឹងទៅគាត់កាន់ប៉ោតដោយដៃម្ខាងហើយដៃម្ខាងទៀតគឺគាត់កាន់ធុងហើយនឹងមានចង្គៀងមួយសម្រាប់បំភ្លឺផ្លូវដើម្បីកុំឲ្យដើរខុសផ្លូវអីចឹងទៅនៅពេលហ្នឹងគាត់បានទៅដល់កន្លែងដែលគាត់ត្រូវដងទឹកគឺគាត់បានដាក់ចង្គៀងហើយនឹងប៉ោតសម្រាប់ដាក់ទឹកហ្នឹងនៅពីក្រោយខ្នងគាត់បានយកអាសម្រាប់ដួសទឹកហ្នឹងដួសដាក់នៅក្នុងប៉ោតហ្នឹងពេលដែលគាត់ដួសពេញប៉ោតហើយគាត់រៀបនឹងយកប៉ោតហ្នឹងវិលត្រឡប់មកវិញហើយតែគាត់នៅដងទឹកដើម្បីលាងជើងបន្តិចទៀតនៅពេលដងចុងក្រោយហ្នឹងគឺគាត់ឃើញទឹកហាក់ដូចជាខ្មួលខ្មាញ់ដូចជាមានអ្វីមួយផុសឡើងមកលើខណៈពេលនោះគាត់ក៏បានសម្លឹងមើលយ៉ាងយូរប្រហែលជា 4-10 នាទីដែរព្រោះវាចម្លែកខ្លាំងមែនតើទឹកគួចដូចជាមានពស់ឬក៏មាននីអីនៅក្នុងហ្នឹងអញ្ចឹងណាគាត់ក៏សម្លឹងមើលយូរទៅវាអត់មានឃើញអ្វីទេស្រាប់តែភ្លាមនោះគាត់បានឃើញសក់អណ្ដែតចេញពីក្នុងទឹកមកវាផុសចេញពីក្នុងទឹកបន្ទាប់ពីឃើញសក់ហើយគាត់ក៏បានឃើញក្បាលរបស់ខ្មោចយ៉ាងច្បាស់ទាល់តែភ្នែកទាំងគូរបស់គាត់គឺវាបានផុសចេញពីក្នុងទឹកហើយភ្នែករបស់វានឹងគឺមានសភាពលៀនចេញមកក្រៅមុខរបស់វាគឺអត់មានសាច់ទេសុទ្ធតែឆ្អឹងពេលនោះលោកពូធីមានភាពភ័យខ្លាចជាខ្លាំងខ្លួនរបស់គាត់ញាល់ទៅត្រើកស្រាលដោយសម្លេងដូចជាមិនមានបលឹងនៅក្នុងខ្លួនអញ្ចឹងគាត់អត់ដឹងថាធ្វើម៉េចទេព្រោះជួបពីមុខគាត់ផ្ទាល់តែម្ដងគឺគាត់ស្លាំងកាំងរត់ស្រែកក៏ស្រែកមិនកើតរត់ក៏រត់មិនកើតមានតែឈរមើលថ្មឹងដូចមនុស្សអត់មានវិញ្ញាណនៅក្នុងខ្លួនអញ្ចឹងអារម្មណ៍នៅពេលហ្នឹងគឺគាត់មានការភ័យខ្លាចជាខ្លាំងរកតែធ្វើអ្វីក៏ធ្វើមិនត្រូវដែរហើយខ្មោចនោះក៏បានផុតពីទឹកបាត់ទៅវិញលោកពូធីក៏បានស្ទុះងើបចេញពីមាត់អូរហើយរត់យ៉ាងលឿនសម្ដៅទៅផ្ទះរបស់គាត់នៅតាមផ្លូវគឺគាត់បានស្រែកជាខ្លាំងប្រាប់អ្នកភូមិថាមានខ្មោចលងគាត់ហើយនៅអូរខាងក្រោយផ្ទះគាត់ហ្នឹងប៉ុន្តែអ្នកភូមិពេលដែលដឹងរឿងហើយហាក់ដូចជាមិនជឿលោកពូធីទាល់តែសោះព្រោះតែស្ដាប់មើលទៅវាហាក់ដូចជារឿងមួយដែលកុហកតែសម្រាប់លោកពូធីផ្ទាល់គឺគាត់មិនបាននិយាយកុហកអ្នកភូមិទេគឺគាត់បានជួបផ្ទាល់ភ្នែកទាំងគូរបស់គាត់តែម្ដងគឺបានឃើញខ្មោចវាផុសចេញពីទឹកពិតប្រាកដមែននៅពីមុខគាត់ច្បាស់នឹងភ្នែកទាំងគូរបស់គាត់ទាំងដែលគាត់មិននឹកស្មានថាមានរឿងបែបហ្នឹងកើតឡើងចំពោះគាត់ទេចាប់តាំងពីថ្ងៃកើតហេតុនោះមកគឺលោកពូធីមានសភាពទ្រុឌទ្រោមដូចជាមនុស្សឈឺហើយគាត់តែងតែទៅស្រោចទឹកនៅឯលោកតានៅក្បែរវត្តនៅពេលដែលគាត់ស្រោចទឹកហើយហ្នឹងគឺសភាពរបស់គាត់ហាក់ដូចជាមិនបានធូរស្បើយទេគឺគាត់នៅតែមានសភាពទ្រុឌទ្រោមដដែលលុះត្រាតែម្លងមក 4-5 ខែមកគាត់ក៏បានចាប់ផ្ដើមធូរស្បើយបន្តិចម្ដងរហូតដល់ជាសះស្បើយក្រោយមកទៀតនៅប្រហែលជាកន្លះឆ្នាំក្រោយគឺមានអ្នកភូមិម្នាក់ដែលនៅជិតផ្ទះរបស់គាត់ដែរគឺបានទៅដងទឹកនៅកន្លែងដែលលោកពូធីហ្នឹងដងដូចគ្នា
ហើយគាត់ទៅហ្នឹងគឺម៉ោងពេលវេលាហ្នឹងគឺប្រហាក់ប្រហែលលោកពូធីដែរអាចថាម៉ោងប្រហែលជា6ជាងទៅ7អីហ្នឹងនៅពេលដែលគេទៅដងទឹកហ្នឹងគឺគេបានឃើញដូចជាលោកពូធីដែរគឺឃើញខ្មោចនឹងបង្ហាញខ្លួនម្ដងទៀតនៅទីកន្លែងនោះបន្ទាប់ពីម្នាក់នោះគាត់ជួបម្ដងទៀតហើយរឿងរ៉ាវរបស់ខ្មោចដែលនៅក្បែរផ្ទះលោកពូធីហ្នឹងក៏អ្នកភូមិចាប់ផ្ដើមមានអារម្មណ៍ថាពិតជាមានពិតប្រាកដមែនវាដូចជាអ្វីដែលលោកពូធីបាននិយាយគឺលោកពូធីគាត់មិនបាននិយាយកុហកទេគឺគាត់និយាយរឿងពិតដែលគាត់បានជួបអ្នកភូមិក៏ចាប់ផ្ដើមស្រស់ស្រួលគ្នារៀបចំពិធីបុណ្យមួយដើម្បីឧទ្ទិសកុសលទៅដល់វិញ្ញាណឬក៏ខ្មោចដែលនៅចាំបន្លាចឬក៏បង្ហាញខ្លួនឲ្យអ្នកភូមិបានឃើញនោះព្រោះគេគិតថាប្រហែលជាគ្នាអត់មានបន់បានជាមិនបានចាប់ជាតិនៅតែវិលវល់នៅទីកន្លែងនោះចាប់តាំងពីការរៀបចំពិធីបុណ្យនោះហើយមកគឺអត់ដែលមានអ្នកភូមិណាម្នាក់បានជួបនៅរឿងរ៉ាវអាក្រក់ឬក៏បានជួបខ្មោចនៅតាមបណ្ដោយមាត់អូរនោះទៀតទេហើយម្ដុំដែលលោកពូធីគាត់បានជួបនោះក៏ប្រែទៅជាកន្លែងដែលមនុស្សចេញចូលជាញឹកញាប់សាច់រឿងរបស់លោកពូធីក៏បានចប់ត្រឹមហ្នឹងហើយសូមអរគុណទៅដល់ប្រិយមិត្តទាំងអស់គ្នាដែលបានតាមដានតាំងពីដើមរហូតដល់ចប់សូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត